ខ្ញុំគឺជាមនុស្សប្រភេទ introvert ឬក៏ extrovert ជាការពិតខ្ញុំនៅក្នុងប្រភេទមនុស្សទាំងពីរពេលខ្លះខ្ញុំអាចនិយាយនៅមុខកាមេរ៉ាឬក៏ចែករំលែកបទពិសោធន៍ជាច្រើនដល់មនុស្សគ្រប់រូបនៅទីសាធារណៈហើយខ្ញុំក៏ចូលចិត្តបង្កើត content ដើម្បីពីការជួយលើកទឹកចិត្តនិងភាសាដាស់តឿនមួយចំនួនផងដែរនេះមិនមានន័យថាខ្ញុំគឺជាមនុស្សដែលមានចិត្តប្រែប្រួលនោះទេក៏ប៉ុន្តែបានន័យថាខ្ញុំជាប្រភេទមនុស្សដែលអាចបត់បែនបានគ្រប់កលៈទេសៈនៅពេលដែលនៅជាមួយនឹងក្រុមមនុស្សជាច្រើនខ្ញុំអាចធ្វើការនិងប្រស័យទាក់ទងជាមួយពួកគាត់បានគ្រប់ស្ថានភាពតែនៅពេលដែលនាងខ្ញុំនៅម្នាក់ឯងខ្ញុំក៏តែងតែរីករាយនៅទម្លាប់ភាពស្ងប់ស្ងាត់និងភាពជាម្ចាស់ការវាមានន័យថាខ្ញុំបានស្គាល់ថាពេលណាត្រូវបើកធម៌ពលទៅកម្មពិភពខាងក្រៅនិងពេលណាត្រូវត្រឡប់មកថែរក្សាធម៌ពលនៅខាងក្នុងរបស់យើងខ្លួនវិញយើងមិនចាំបាច់ត្រូវជ្រើសរើសថាតើគួររស់នៅជា introvert ឬក៏ extrovert នោះទេអ្វីសំខាន់យើងត្រូវចេះប្រើសមត្ថភាពខ្លួនឯងឲ្យត្រូវនឹងកន្លែងដែលយើងកំពុងតែឈរប្រសិនបើអ្នកក៏ដូចខ្ញុំសូមកុំគិតថាខ្លួនឯងចម្លែកសោះចូលគិតថាអ្នកគ្រាន់តែជាមនុស្សម្នាក់ដែលអាចធ្វើការសម្របខ្លួនបានគ្រប់កលៈទេសៈពី Ready Fashion ជួបគ្នានៅវីដេអូបន្ត